យើងសិក្សាទៅលើការកំណត់ក្រដាស់ថ្ងៃហ្នឹងយើងមកធ្វើការសិក្សាទៅលើការកំណត់អក្សរវិញម្ដងការកំណត់អក្សរនៅក្នុងកម្មវិធី Word វាមានលក្ខណៈមិនស្មុគស្មាញមែនទេមួយខ្ញុំចុច Ctrl N ដើម្បីបង្កើតផ្ទាំងការងារថ្មីតោះឥឡូវខ្ញុំធ្វើការផាសនេះវាចេញមកបែបនេះហ្នឹងអក្សរដែលយើងបើកដំបូងមកវាអត់មានបានកំណត់ប៉ុណ្ណោះយើងទេយើងត្រូវតែការកំណត់ខ្លួនដើម្បីកំណត់បានវាមានវិធី2វិធីទី1យើងធ្វើការ select ទៅលើអក្សរដែលយើងចង់កំណត់ហ្នឹងមកបន្ទាប់មកទៀតយើងចូលកន្លែង option មួយនេះហើយយើងធ្វើការ select តាមឲ្យដែលយើងចង់បានឃើញអត់វាធ្វើការផ្លាស់ប្ដូរទៅតាមដែលយើងចង់បានទៅឃើញវាលោតបដូរគ្រប់ទម្រង់គ្រប់ style អក្សរទាំងអស់អង់គ្លេសក៏ដូចគ្នាដែរយើងក៏មានអត្ថបទបងលេខមួយមកអូខេវាបែបនេះទាំងអស់គ្នាគ្រាន់តែធ្វើការ select ទៅលើអក្សរហ្នឹងទៅលើ option ហើយធ្វើការផ្លាស់ប្ដូរដូចគ្នាវាមានច្រើនមែនតើឃើញវាមាន style ស្អាតៗតាមមួយទៀតវាមានកំណត់ម្ដងទាំងពីរន័យថាយើងមិនបាច់ចាំទៅ select share ចេះទេយើងធ្វើការកំណត់ font ម្ដងទាំងពីរចុចកន្លែង option មួយនេះយើងមើលពីខាងលើនេះកន្លែង font ខាងលើនេះយើងការកំណត់ទៅលើអក្សរអង់គ្លេសជាទូទៅគេប្រើ Times New Roman គឺជាប្រភេទ font ដែលស្អាតយើងវាយពាក្យ Times New Roman មកយើង load ខាងលើនេះយើងចុច select លើវាមួយចុចកំណត់ size យើងយក12ហ្នឹងទៅខាងក្រោម font ខ្មែរយើងចុចមកយើងយកឲ្យគេជាទូទៅគេប្រើខ្មែរបាត់ដំបងហើយខ្មែរសៀមរាបតែខ្ញុំប្រើបាត់ដំបង size យក12ដូចគ្នាចុច enter ឬមួយចុច OK នៅពេលខាងក្រោមក្រោយពីយើងកំណត់ហើយយើងចង់ដឹងថាវាជាប់នៅអ្វីដែលយើងបានកំណត់អត់យើងគ្រាន់តែធ្វើការ switch អក្សរមើលយើងធ្វើចុចកន្លែងមក option ឡើងនេះយើងចុច OK បើយើងនៅឈរអង់គ្លេសវានៅ Times New Roman បើយើងមកខ្មែរជាមួយវាទៅជាយ៉ាងណាអូខេវា load ទៅជា OR បាត់ដំបងឥឡូវយើងការ select ទៅអង់គ្លេសវិញនេះវា load ទៅ Times New Roman វិញតែខ្ញុំប្រាប់ពី shortcut ទាំងអស់គ្នាមួយទាំងអស់គ្នាចុច Alt Shift ដើម្បីធ្វើការ switch មិនចាំបាច់អូស cursor ទៅ select មួយយើងចុច Alt Shift Alt Shift ឃើញវា load Alt Shiftអញ្ចឹងមានន័យថាការកំណត់របស់យើងជាប់ហើយ size របស់វាគឺ12ដូចគ្នាឃើញយើងដូរទៅណាក៏មានជាប់12ដែរអូខេវីដេអូមានប៉ុណ្ណឹងអរគុណ